សួរក៏ដូចជាសួស្តីដល់អតិថិជនរបស់ក្រុមហ៊ុន Auto Yara ទាំងអស់ថ្ងៃនេះខ្ញុំបាទមានរថយន្តមួយគ្រឿងដែលចង់ណែនាំទៅដល់បងប្អូនដែលមានតម្រូវការឬក៏កំពុងតែស្វែងរកការកម្លាំងរថយន្តថ្មី GLS 450សម្រាប់រថយន្ត GLS 450មួយគ្រឿងនេះដែលបងប្អូននឹងធ្វើការបាត់បង្ហាញនេះរថយន្ត GLS មួយគ្រឿងនេះគឺវាមានចំណុចពិសេសច្រើនជាងរថយន្ត GLS 450X ដែលយើងធ្លាប់បានឃើញកន្លងមកទៅនឹងផ្នែកខាងក្រៅរបស់រថយន្តនេះវាភ្ជាប់មកជាមួយនឹង AMG Line Sport Package ដែលជារូបរាងដ៏ទាក់ទាញរបស់ក្រុមហ៊ុន Mercedes ដែលបាន design មកដែរហើយទាក់ទងនឹងយ៉ាំងរបស់វាក៏ជាប្រភេទយ៉ាំង AMG ដែលមានរង្វង់22 inch កាំងខាងមុខក៏ជាប្រភេទកាំង AMG មើលទៅវាស្រស់ស្អាតកាយចំណាយខ្លាំងហើយទាក់ទងនឹងផ្នែកខាងក្រៅយើងនៅមានក្រមពណ៌ខ្មៅមួយជុំឡានផងដែរប្រភេទក្រមពណ៌ខ្មៅនឹងដែរគេហៅភ្ជាប់មកជាមួយ nice package ដែលមានភ្ជាប់បណ្ណាខ្មៅយ៉ាងដែលមានក្រមលាយ highlight ខ្មៅគេហៅថា black accent ហើយនឹងក្រមខ្មៅ black accent មួយជុំដែរដូចពិសេសបន្ថែមទៀតទៅលើរថយន្តនេះគឺនៅផ្នែកខាងក្នុងដែរគឺជាប្រភេទកៅអីស្បែកស៊ីនបាទជាធម្មតាស្ដេចគាត់មានគេហៅថាស្បែកសម្បត្តិនិមិត្តដែលស្ដេចគាត់ផលិតឡើងជាស្បែកផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែសម្រាប់ឡានមួយនេះគឺគេភ្ជាប់មកជាមួយនឹងគឺស្បែកស៊ីនបាទសម្រាប់មុខងាររបស់កៅអីខាងមុខវិញក៏វាមានច្រើនដែរទាក់ទងនឹងកៅអីក្តៅត្រជាក់ក៏វាមានហើយជាពិសេសហ្នឹងគឺវាមាន function massage មុខងារ massage ជាច្រើនរបៀបផងដែរដែលយើងមិនអាចនឹងងាយនឹងឃើញទៅលើរថយន្តរបស់ GLS 450ទេដែលមានកៅអី massage គឺមិនសូវជាមានទេហើយ cup holder បាទក៏កន្លែងដាក់កំប៉ុងទឹកកែវវិញហ្នឹងក៏វាមានស្ថានភាព control ដែរមានន័យថាគេគ្រប់គ្រងស្ថានភាពក្តៅត្រជាក់ទៅតាមភេទត្រជាក់របស់បងប្អូនដែលបានដាក់នៅក្នុងកន្លែង cup holder ហ្នឹងអញ្ចឹងវាចង់បានក្តៅយើងអាចចុចឲ្យក្តៅឬត្រជាក់ចង់ត្រជាក់តម្រូវទៅតាមភេទត្រជាក់ដែលយើងពិសាហ្នឹងដែរបើនិយាយឲ្យរួមទៅសម្រាប់ GLS 450មួយគ្រឿងនេះវាពិសេសខ្លាំងមែនទែនសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់វិញគឺគាត់មានតាំងពីមុខរហូតទៅដល់កៅអីជួរទី3ដែលជាអីក្រោយបំផុតហ្នឹងសម្រាប់បងប្អូនដែលមានគ្រូសមាជិកច្រើនគាត់អង្គុយរហូតទៅដល់ជួរទី3ក៏អត់បារម្ភពីបញ្ហាខ្យល់ម៉ាស៊ីនត្រជាក់អត់ដល់ដែរបាទគឺវាមានគ្រប់ទាំងអស់គ្រប់កន្លែងនៅក្នុងរថយន្តហ្នឹងចំណុច highlight ឬក៏ជាចំណុចពិសេសសម្រាប់ GLS 450មួយគ្រឿងនេះទៀតសោតវាមានទ្វារបឺតទាំង4មានន័យថាទ្វារហ្នឹងគឺយើងមិនបាច់ប្រើបិទខ្លាំងៗទេនៅពេលដែលយើងបិទថ្នមៗទៅគឺវាបឺតស្រូបចូលខ្លួនឯងតែម្ដងហើយប្រព័ន្ធមួយoption មួយទៀតគឺ slide counter ដែលយើងកម្រនឹងឃើញទៅលើរថយន្ត GLS 450ដទៃណាបាទព្រោះវាជា option select បន្ថែមចេញពីរោងចក្រមកហើយបើយើងមើលទៅបងវិញគឺបើកមួយពេញតម្រងបានពីមុខដល់ក្រោយបាទគឺល្អតែមើលទៅសាឡាក់តែម្ដងហើយក៏មានប្រព័ន្ធបូមឡើងចោលក៏ដូចជាចំណុចពិសេសដែលបងប្អូនដែលមានតម្រូវការចង់បានឬក៏ធ្វើការកម្លាំងរថយន្តនេះផ្ទាល់ពីអាមេរិកមកតាមរយៈខាងក្រុមហ៊ុន Auto Yara ហើយបងប្អូនអាចឆាចូលទៅ Facebook page លើការរបស់ខាងក្រុមហ៊ុនក៏ដូចជាចុច link Telegram នៅលើ caption ខាងលើបានបាទ